លទ្ធផលចុងក្រោយបែរជាត្រូវឆ្លោះប្រកែកគ្នាពេញអង្គប្រជុំក៏ដូចជាផ្អើលជុំវិញពិភពលោកចាស់បន្ទាប់ពីលោកប្រធានាធិបតី Donald Trump និងលោកប្រធានាធិបតី Zelensky របស់ប្រទេសអ៊ុយក្រែនចាស់ធ្វើការជួបប្រជុំក្នុងការចុះហត្ថលេខាកិច្ចព្រមព្រៀងបកគលធនធានរ៉ែចាស់ទៅឲ្យប្រទេសអាមេរិកក្នុងការឲ្យប្រទេសអាមេរិកជួយបញ្ឈប់សង្គ្រាមរវាងប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ីចា៎បងប្អូនទាំងអស់គ្នាកាលពីព្រឹកមិញនេះនៅថ្ងៃទី28ខែកុម្ភៈឆ្នាំ2025ហ្នឹងលោកប្រធានាធិបតី Zelensky របស់ប្រទេសអ៊ុយក្រែនបានមកជួបប្រជុំជាមួយនឹងលោក Donald Trump ក៏ដូចជា Vice President របស់គាត់ចាអញ្ចឹងកិច្ចប្រជុំដំណើរការទៅដូចជាប្រហែលជាជិត1ម៉ោងបងប្អូនទាំងអស់គ្នាប៉ុន្តែ10នាទីចុងក្រោយបើតាមប្រភពព័ត៌មានគេនិយាយថា10នាទីចុងក្រោយហ្នឹងចាការប្រជុំត្រូវការដូចថាតឡើងសរសៃកដាក់គ្នាដោយសារតែលោកប្រធានាធិបតី Zelensky ហ្នឹងគាត់គ្រាន់តែសុំសួរទៅលោក Vice President ក៏ដូចទៅសួរទៅលោក Donald Trump អញ្ចឹងណាគាត់ចង់និយាយប្រាប់យល់ទៅគាត់ចង់និយាយប្រាប់ពីដំណើរការឬក៏ប្រវត្តិនៃរឿងរ៉ាវសង្គ្រាមកើតមានឡើងរវាងប្រទេសអ៊ុយក្រែនជាមួយនឹងប្រទេសរុស្ស៊ីចាគាត់បានប្រាប់ថារុស្ស៊ីមិនគ្រប់តាមពាក្យសន្យារុស្ស៊ីជាអ្នកឈ្លានពានប្រទេសអ៊ុយក្រែនមុនហើយមានកិច្ចសន្យារហូតដល់ជាង20ដងដែលប្រធានាធិបតីពូទីនបានចុះហត្ថលេខាតែគាត់មិនបានគ្រប់តាមពាក្យសន្យាអញ្ចឹងនៅពេលដែលគាត់និយាយប្រាប់ពីបញ្ហាអស់នេះ Vice President របស់ Donald Trump ក៏ដូចជាលោក Donald Trump បែរជាមានកំហឹងមិនសប្បាយចិត្តហើយចោទថាលោក Zelensky ហ្នឹងចាដូចថាជាមនុស្សម្នាក់ដែលថាមិនគោរពឬក៏មិនឲ្យតម្លៃប្រទេសអាមេរិកមិនអរគុណប្រទេសអាមេរិកដែលជួយទៅដល់ប្រទេសអ៊ុយក្រែនបែរជាចាយករឿងរ៉ាវទាំងអស់នេះយកមកនិយាយនៅមុខសារព័ត៌មានជាសាធារណៈអញ្ចឹងពួកគាត់ខឹងហើយបើសិនជាបងប្អូនបានមើលការប្រជុំរបស់ពួកគាត់ហ្នឹងណាជាពីថាអូយស្ដាប់ទៅយ៉ាប់មែនតើបងប្អូនចាទាំងប្រធានាធិបតីអ៊ុយក្រែនទាំងលោក Donald Trump និយាយប៉ុណ្ណាគ្នាបងប្អូនអត់មានស្ដាប់គ្នាទេអញ្ចឹងដូចថាអូដូចប្រវត្តិសាស្ត្រដើមមានហ្មងបងប្អូនណាចាបើតាមខ្ញុំយល់ដូចខ្ញុំនិយាយចឹងលោកប្រធានាធិបតីZelensky គ្រាន់តែចង់និយាយចង់ឲ្យប្រធានាធិបតីអាមេរិកហ្នឹងដូចថាផ្ដល់ភាពកក់ក្ដៅផ្ដល់ជំនឿជឿចិត្តឲ្យគាត់ថាធ្វើម៉េចទៅគាត់ជឿថាលោកពូទីនណានឹងគ្រប់តាមពាក្យសន្យាថានឹងបញ្ឈប់សង្គ្រាមនៅពេលដែលគាត់ចុះកងត្រាបកគលរ៉ែទៅឲ្យប្រទេសអាមេរិកអញ្ចឹងអានេះបើតាមការយល់ឃើញរបស់ខ្ញុំចាតាមស្ដាប់ការសន្ទនារបស់គាត់ប៉ុន្តែអត់ដឹងថាហេតុអីបានជាលោក Donald Trump ក៏ដូចជា Vice President របស់គាត់អត់ព្រមស្ដាប់ការបកស្រាយហើយបែរជាដូចថាអត់ទុកឱកាសឲ្យលោក Zelensky បកស្រាយតែម្ដងចាខ្ញុំអត់យល់អញ្ចឹងការប្រជុំរបស់ពួកគាត់ហ្នឹងត្រូវបានបញ្ចប់ដោយរកម្មរកូសប៉ុន្តែសារព័ត៌មានផ្សេងទៀតចាលោក Donald Trump គាត់ធ្វើដំណើរទៅ Florida ថ្ងៃហ្នឹងមុននឹងចេញទៅឡើងកប៉ាល់ហោះទៅ Florida ហ្នឹងគាត់បានបញ្ចេញសារមួយទៀតតាក់ទងទៅនឹងការប្រជុំហ្នឹងគាត់ថាប្រជុំបញ្ចប់ទៅដំណើរការដោយរលូនល្អអញ្ចឹងគាត់ថាគិតលោក Zelensky នឹងចុះហត្ថលេខាគាត់ប៉ុន្តែសារព័ត៌មានមួយទៀតគឺលោក Donald Trump គាត់ប្រកាសខ្លួនឯងនៅលើផុសរបស់គាត់អញ្ចឹងណាប្រាប់ថាលោក Zelensky ហ្នឹងគឺអត់ទាន់ ready ដើម្បីបញ្ចប់សង្គ្រាមដើម្បីទទួលយកភីហេអញ្ចឹងមានន័យថាគាត់គិតថាលោក Zelensky ហ្នឹងនៅចង់បន្តសង្គ្រាមអីចឹងទៅហើយគាត់ថាអញ្ចឹងប្រជុំហ្នឹងវាដូចថាវាអត់យកចការបានអញ្ចឹងគាត់ថាចាំថ្ងៃណាលោក Zelensky ហ្នឹងអូខេសម្រាប់ចិត្តថាចង់បញ្ចប់សង្គ្រាមអាហ្នឹងអូខេចាំចរចាគ្នាម្ដងទៀតអូខេបងប្អូនទាំងអស់គ្នានេះគឺជាសារព័ត៌មានដែលខ្ញុំសង្ខេបចេញពីប្រភពព័ត៌មានក្តៅថ្ងៃនេះតែម្ដងអញ្ចឹងបើសិនជាបងប្អូនឆ្លាញ់ចង់ចូលចិត្តហើយគ្រប់គ្រងចង់ឲ្យខ្ញុំនិយាយព័ត៌មានប្រាប់បងប្អូនទាំងអស់គ្នាបន្តទៀតសូមបងប្អូនទាំងអស់គ្នាជួយ like ជួយ share វីដេអូនេះមួយចាឲ្យខ្ញុំទាំងអស់គ្នាចាអរគុណជម្រាបលា